ជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខំវាសនាសូមលំអរកាយទៅបង្គំប្រគុណចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជីវិតមានក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈសូមគ្រប់បងប្អូនលោកតាលោកយាយគ្រប់មួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានគ្រប់វេទិការបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរឿងធំជាងគេដែលជាវត្ថុបំណងទាំងមូលនៃការរៀបចំវេទិកាគឺមិនមែនអូសយកសន្លឹកឆ្នោតឡើយក៏ប៉ុន្តែផ្ដោតទៅលើការផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យបងប្អូនដែលតាក់ទងជាមួយនឹងគោលធំ3ទី1គឺតាក់ទងជាមួយនឹងប្រជាធិបតេយ្យទី2គឺតាក់ទងជាមួយនឹងជំនឿសាសនារបស់បងប្អូនទី3តាក់ទងជាមួយនឹងមេរៀនជីវិតសិលធម៌ក្នុងការរស់នៅរបស់មនុស្សពេលដែលបងប្អូនមានមូលដ្ឋានក្នុងការត្រិះរិះពិចារណាទៅលើគោលធំ3នេះហើយយើងរំពឹងថាបងប្អូនអាចនឹងយកមេរៀននេះទៅដោះស្រាយបញ្ហាជីវិតរបស់បងប្អូនរួមទាំងការជ្រើសរើសគណៈបកបានដោយត្រឹមត្រូវផងត្រង់បងប្អូនទៅបោះឆ្នោតឲ្យគណៈបកណាវាអត់សំខាន់ទេដែលសំខាន់នោះគឺការយល់របស់បងប្អូនដែលជាការយល់ត្រឹមត្រូវដែលព្រះសម្មាសម្ពុទ្ធលោកហៅថាសមាទិដ្ឋិគឺជារឿងចាំបាច់ណាស់ក្នុងកិច្ចការរបស់យើងទោះបីជាវេទិកាសាធារណៈក៏ដោយទោះបីជាយកទៅចាក់ផ្សាយក៏ដោយទោះបីជាផ្សាយបន្តផ្ទាល់ក៏ដោយគឺក្នុងវត្ថុបំណងតែផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យប្រជាពលរដ្ឋតែប៉ុណ្ណឹងក្រោយពីស្ដាប់ហើយចង់ទៅងាប់ឯណាងាប់ទៅព្រោះទឹកដីទាំងអស់គ្នាដែរបងប្អូនមិនមែនទឹកដីអីតែយើងទេហើយបើទោះបីជាយើងចង់ទាល់តែងាប់ទៀតក៏ដោយម្ចាស់ប្រទេសទាំងអស់គ្នាគេអត់រវល់ហ្នឹងចង់ទៅក៏វាអត់បានការអីវាឈួតតែឯងហ្នឹងទៅអញ្ចឹងរឿងដែលអាចទៅរួចនោះវាទាល់តែម្ចាស់គេហ្នឹងវាឯកភាពទៅជាមួយនឹងយើងដែរអញ្ចឹងកិច្ចការរបស់យើងដែលត្រូវធ្វើក្នុងជំហានដំបូងគឺការផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណារួចហើយចប់ថ្ងៃនេះខ្ញុំចង់ផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាអំពីរឿងនយោបាយក្នុងចិត្តខ្ញុំក៏អាសូរដល់ប្រជាពលរដ្ឋខ្មែរខ្លាំងណាស់បងប្អូនតាំងពីដើមមកអ្នកដែលមិនចូលរួមនយោបាយហ្នឹងគឺមើលទៅគួរឲ្យសង្វេគមួយបែបគាត់ទៅដល់ពេលអ្នកចូលរួមនយោបាយហ្នឹងមើលទៅគាត់ទៅគួរឲ្យសង្វេគមួយបែបទៀតទៅដោយថាមនុស្សមួយចង់មានទៅរកស៊ីមុខរបរហ្នឹងអត់ដឹងអីទាំងអស់ឧបមាថាខ្លួនហ្នឹងអ្នកស្រែអត់ដឹងអីទាំងអស់ហើយចង់រកស៊ីហ្នឹងផលិតនៅវត្ថុដែលវាត្រូវការបច្ចេកទេសខ្ពស់ហើយខ្លួនឯងអ្នកស្រែចេះទាំងអស់ហើយចង់ដាក់ទុនរកស៊ីក្នុងរឿងហ្នឹងអាលាយ100ដងមិនទាន់ជោគជ័យម្ដងផងវាអត់ចេះវាអត់ដឹងដាក់ទុនហ្នឹងងាប់ហើយមិនបាច់ពីណាបោកទេតាកូនកលីហ្នឹងបោកបងប្អូនណារកស៊ីអីតើបងប្អូនយល់អានោះខ្លោចបើថាបងប្អូនធ្វើម៉ាស៊ីនស្រូវបងប្អូនត្រូវយល់ពីម៉ាស៊ីនស្រូវហ្នឹងបើបងប្អូនរកស៊ីអីកាន់តែខ្លោចអាការងារហ្នឹងហើយចូលរួមធ្វើនយោបាយអត់ដឹងអីទាំងអស់ផ្អើលតាមបងរួចជឿអាមេខាងមុខបោកហើយបានសោកអត់អញ្ចឹងបានខ្ញុំថាមើលទៅអាអ្នកចូលរួមហ្នឹងសង្វេគណានិយាយពីវាជឿមេវានោះអាយើងនិយាយអីទៅវាកាត់ក្តីអត់បានទេក្បាលវាចាំមើលមេវាប្រតិកម្មបើមេវាប្រតិកម្មថាម៉េចអាហ្នឹងវាថាតាមវាវប៉ុន្តែដល់មេវានិយាយវិញវាក៏អត់ស្ដាប់ទៀតត្រេះនេះពិចារណាថាមេវានិយាយត្រូវឬខុសឯងវាជឿចាំតែមេវានិយាយគឺដឹងថាត្រូវហ្មងបងប្អូនពិចារណាបន្តិចមើលរឿងអីដែលវាមិនអាលាយបងប្អូនមនុស្សប្រហែលសំរងស៊ីមនុស្សប្រហែលកឹមសុខារឿងដែលគាត់ធ្វើនៅលើគោកបងប្អូនហេតុអីមិនមើលអត់ឃើញវាជឿទុកចិត្តគេហើយមានអីមើលដូចមនុស្សមកភូមិអញ្ចឹងគេដឹងថាប្រពន្ធយើងមានសហាយអាណាក៏ដឹងដែរអាប្តីវាដល់វែកអញ្ចឹងហេតុអីបានអញ្ចឹងថាវាទុកចិត្តហ្មងបើអត់មើលដល់វាអត់មើលអាអ្នកភូមិនឹងនិយាយល្អពេញអាភូមិអាប្តីហ្នឹងណាវែកអញ្ចឹងទៅសំស៊ីកម្មសខាហ្នឹងអាអ្នកគេពិនិត្យគេមើលឃើញសំស៊ីកម្មសខាហ្នឹងបោកទៅហ្មងអស់ចារឿងអីបងប្អូនអស់ចាជាងគេបំផុតទៅណាបងប្អូនខ្ញុំគិតទៅណាវាអស់ចាជាងគេបំផុតណាវាហួសចិត្តជាងគេបំផុតហ្នឹងខ្ញុំថាបងប្អូនស្រឡាញ់គេម៉េចគេអត់ស្រឡាញ់បងប្អូនទេណាស្រឡាញ់គេម៉េចបងប្អូនអូយស្រឡាញ់គ្រប់គេណាថាគេអត់ស្រឡាញ់យើងទេសំរៀងស៊ីសមាទោសឹងតែប្រពន្ធកូនគាត់មិនស្រឡាញ់បងមនុស្សអត់មโนសញ្ចេតនាទេបងណាគេអត់ស្រឡាញ់យើងទេហើយយើងទៅបាត់ទៅកម្មងាប់រស់ចុយតម្រាយអូយអាណាទៅជួយវាឈ្នះបដល់ថ្នាក់នឹងពេកទេបងប្អូនហើយអាសូរតែឯងនេះហៅឲ្យមកជឿឯងហើយកុំជឿសំនឹងស៊ីមកជឿខ្ញុំឯងណាទៅនិយាយអញ្ចឹងឯងថាណែហើយចាំមើលប្រពន្ធឯងឲ្យតែប្រឡប់ទៅផ្ទះកណោះហើយចាំមើលវាយួរអីទៅខ្លះហើយចាំមើលកុំជឿអញអាប្រពន្ធឯងមានសហាយនឹងវាល្មិចអញមិនឲ្យជឿណាហើយចាំមើលវារៀបចំបាយហើយភ្លាមគឺវាទៅអាខាងនោះអញអង្គុយចាំមើលឃើញអាសូរតែយើងហៅឲ្យមកជឿថាកុំជឿសំរៀងស៊ីជឿតែអញទៅមិនមែនជាលក្ខណៈ
របស់មនុស្សឆ្លាតក្នុងការបង្រៀនគេឲ្យយល់តាមខ្លួនឡើយមនុស្សឆ្លាតអត់មាននិយាយថាកុំជឿគេសូមមកជឿអញទេប្រពុតទៅតាមផ្លូវហ្នឹងប្រពុតថាមិនកូនណាមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាណាមិនមកជឿណាអត់តែនឹងឲ្យបងប្អូនណាដែលគេមានសទ្ធាជ្រះថ្លានឹងប្រពុតហើយគេឲ្យតម្លៃប្រពុតផ្លូវរបស់សម្ព័ន្ធតាមផ្លូវហ្នឹងអត់មានហៅបងប្អូនមកជឿទេខ្ញុំស្អប់បំផុតអាមនុស្សប្រើពាក្យថាហើយឃើញណាអញថាវាបោកហើយមិនជឿអញបើមីងឯងឲ្យខ្ញុំជឿខ្ញុំមិនជឿបើមីងឯងបញ្យល់ខ្ញុំគិតបាត់ប៉ុន្តែមីងឯងថាកុំជឿវាបោកទេហោស៊ីកុំជឿអញ្ចឹងជឿមីងឯងចុះខ្ញុំមិនដឹងមីងឯងមានសមត្ថភាពមើលឬអត់បើមីងឯងប្រាប់ថានេះឲ្យចាំមើលប្រពន្ធឯងឲ្យតែល្ងាចទៅហើយមើលចរិតវាចេះសង្កេតភ្នែកវាយូរឲ្យដឹងថាប្រពន្ធឯងមានសហាយហើយមើលបើមីងប្រាប់ខ្ញុំឲ្យសង្កេតតែខ្លួនឯងអូខេបាត់ហើយរឿងសំនឹងស៊ីកម្មសខាអញ្ចឹងដែរបងប្អូនបើបងប្អូនគ្រាន់តែស្ដាប់ខ្ញុំនិយាយដោយស្មោះត្រង់រួចហើយបងប្អូនយកទៅផ្ទៀងផ្ទាត់នឹងសកម្មភាពរបស់សំនឹងស៊ីឲ្យកម្មសខាថាលើគុកអត់មានអីពិបាកមើលទេរឿងដែលធំជាងគេបំផុតដែលខ្ញុំសំណោះប្រជាពលរដ្ឋខ្មែរដែលគ្រប់គ្រងសំស៊ីកម្មសខាគឺរឿងគេអត់ស្រឡាញ់យើងទេអត់ទេកម្មសខារលុយឲ្យកូនគាត់ចាយទេអត់មានរឿងអីទេអត់មានជាតិអត់មានជើអីតិចទេហត់ទៅសាបដូចទឹកទលេអត់មានជាតិជើអីតិចទេអាវោកហ្នឹងគេហៅជំនាញខាងបោកជំនាញគេអញ្ចឹងណាបងប្អូនឲ្យតែសង្កេតតាមខ្ញុំប្រាប់បន្តិចបងប្អូននឹងមើលឃើញអាត្រង់ហ្នឹងហើយបងប្អូនហើយដែលខ្ញុំសម្រេចចិត្តចេញពីរដ្ឋសភាមកណាខ្ញុំមានទស្សនវិស័យមួយយ៉ាងមុតស្រួចថាដើម្បីជៀសវាងការបោកប្រាស់គ្រប់ផ្នែកទាំងអស់ក្នុងសង្គមទាំងនយោបាយទាំងសាសនាទាំងអង្គការសង្គមស៊ីវិលទាំងការរស់ស៊ីដែលបងប្អូនប្រស្រ័យតាក់ទងក្នុងសង្គមជៀសវាងការបោកប្រាស់ឲ្យបានអត់មានអីក្រៅពីការផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាពលរដ្ឋទៅគ្រប់រឿងទាំងអស់ឲ្យគាត់មានភ្នែកទឹកឲ្យគាត់ចេះមើលដល់ខ្លួនឯងហ្មងដូចពួកយើងមកឈរមកជួអញ្ចឹងអត់មាននិយាយថាកុំជឿគេអាពួកហ្នឹងយៈកាឡាខ្លួនទេខ្ញុំបានទេវតាកុំជឿគេអានេះសត្វតកលៃខ្ញុំបានពិតអត់មានទៅតាមផ្លូវហ្នឹងទេបងប្អូនហើយបងប្អូនទេវតារៀងវិញចេះអាពួកយៈប្រែកាឡារៀងវិញចេះបងប្អូនឯងចង់ដឹងដុតវាបន្តិចមើលសួរវាបន្តិចមើលសាកវាបន្តិចញើភ្នែកវាចេះមានទឹកដប់វាចេះអាកលៃវាចេះបងប្អូនសួរតិចទៅអត់មាននិយាយថាគេនឹងកលៃខ្ញុំទឹកដប់ទេគ្រាន់តែនិយាយពីបុគ្គលិកលក្ខណៈនៃមានទឹកដប់មិនខ្ញុំយល់ថាតាមផ្លូវហ្នឹងបងប្អូនណាបំណាច់តែចិត្តស្អប់ពួកអាអ្នកបោកបងប្អូនម្នាក់ឯងណាអង្គុយក្នុងរដ្ឋសភាឈើក្បាលមិនដឹងជាកែយ៉ាងម៉េចក្នុងរដ្ឋសភាហ្នឹងបើយើងតែម្នាក់ឯងហ្នឹងបងប្អូនតើកែម៉េចបើគេមករដ្ឋសភាគេអង្គុយយកទៅសុកអាណាសុកជាងគេក្នុងរដ្ឋសភាថាអាណាមិនដែលបញ្ចេញយោបល់ហើយចង់ទៅលេងថៃក៏ដោយចង់ទៅលេងអីក៏ដោយច្បាប់គេថាស្ទើរតែ2ថ្ងៃសុំច្បាប់ប៉ុន្តែទៅមួយខែក៏មិនដែរឲ្យតែហែងកំតបាហើយចង់ដើរលេងមិនប្រជុំសភាមកតែបើប្រាក់ខែក៏អូខេដែរដល់ពេលយើងវាមានគំនិតទស្សនៈចង់កែសង្គមមែនតើតាមម្នាក់ឯងទៅនិយាយមិនក្នុងរដ្ឋសភាថ្ងៃណាក៏ដូចថ្ងៃណាចូលរដ្ឋសភាថ្ងៃណាឈឺក្បាលថ្ងៃហ្នឹងចូលរដ្ឋសភាថ្ងៃណាឈឺក្បាលថ្ងៃហ្នឹងចាញ់ណាខ្ជិលចាញ់តោះទៅកាន់ក្បាលមេក្រូបញ្យលនេះហ្មងមកដល់ថ្ងៃហ្នឹងចិត្ត 4000 ម៉ោងបងប្អូនខំប្រឹងបញ្យលបំរើការយល់របស់យើងផងបំរើមโนសញ្ចេតនាដែលយើងមានចំពោះពូជសាសន៍របស់ខ្លួនផងបានមកវិញតែការជេរហើយបចោអាលក់ក្បាលអានឹងគ្មានបានការស្អីបើយួនជេរខ្ញុំដូចមហួសចិត្តពេកទេបងប្អូនបើពួកអាចោថងយាមជេរដូចមហួសចិត្តពេកទេពីព្រោះអីយើងបញ្យលប្រជាប្រដ្ឋទៅដាច់លៀបវានៅវាឆ្ងាញ់អាជនរងគ្រោះជេរឯងដែរខ្ញុំថាអើយអញប្រាប់អស់តែពីអញទៅអត់មានអាណាជួយបានទេគ្មានអាណាស៊ូទេគេទុកឲ្យងាប់ស្លាស់ទៅវាអត់ស៊ូអាត្រង់ហ្នឹងដែលអ្នកស្ដាប់យល់ពលត្រូវបេះដូងបងប្អូនគាត់ឃើញមុខខ្ញុំគាត់ស្រក់ទឹកភ្នែកកោតចេញមកនេះទី1ដើម្បីបម្រើការយល់របស់ខ្លួនថាតើអារៀសឈប់ភ្លើទៅបានគេបោកលែងបានតែវាយអាអ្នកបោកមិនមែនជាផ្លូវទេទស្សនៈទី2ធ្វើការងារបម្រើមโนសញ្ចេតនាដែលខ្លួនមានចំពោះពូជសាសន៍ខ្លួនចង់ឲ្យវារីកចម្រើនដូចគេឲ្យវាសបោសបាយដូចគេខ្ញុំឃើញតែផ្លូវហ្នឹងកាន់កបោកពីក្នុងរដ្ឋសភាមកទៅផ្សារភ្លាមទិញក្បាលមេក្រូភ្លាមហ្មងតោះទៅនិយាយបងប្អូនហើយក្នុងដំណើរបែបហ្នឹងមិនជាស្រួលទេឧបសគ្គនោះម៉ែឧបសគ្គរាប់ចាប់ពីឧបសគ្គក្នុងគ្រួសារទៅអានេះឈួតសុតបានធ្វើតំណាងរីហើយលប់វា
លាចេញពីតំណាងរាធ្វើដំណើរថេតថតទាំងទៅស្អី200លានឆ្នាំទៀតមិនទាន់បានស្អីគេផងថាគេនិយាយទៅហឹងអើងអាប់ប៉ុន្តែឈាមជាអ្នកបដិវត្តទៅច្បាស់ហ្មងច្បាស់តែផ្លូវដែលយើងធ្វើគឺត្រឹមត្រូវហ្មងអញ្ចឹងបានខ្ញុំឃើញអ្នកជេរខ្ញុំអ្នកកាត់រូបខ្ញុំតអ្នកថាខ្ញុំចេះថាខ្ញុំចោះខ្ញុំមិនមែនសេរីពួកតារាភាពយន្តពួកអាមនុស្សខ្សោយធ្វើការងារអីបរោះក្នុង Facebook ទៅភ្លាមហ្នឹងចាំមើលខមមិនគេលោតតែគេជេរទាំងវងហ្នឹងម្ចាស់ខ្លួនចេញមកយំតាសិមិនគួរបងប្អូនខមមិនមកថាឲ្យខ្ញុំអញ្ចឹងទេអីអាហ្នឹងគេហៅមនុស្សរងអត្តពលបងប្អូនខ្ញុំបើកមើលខមមិនណាគេជេរខ្ញុំទៅហឹងអើងអាប់ខ្ញុំសើចថាម៉េចទេថាហែងមិនដល់អញទេឈាមម៉ែហែងមិនដល់ឈាមយាយហែងកបាក់ប៉ាក់ពើកទេឈាមយាយហែងបានឡើយឃើញគេជេរខ្ញុំសប្បាយចិត្តទេបងប្អូនពួកខ្ញុំដឹងថាកំណត់ថ្មីទស្សនៈថ្មីវាត្រូវតែប្រឆាំងបែបហ្នឹងបងប្អូនចេញមកដបងដៃបងប្អូនណាអត់មានតុកឈើនិយាយផងអត់មានតុកទេណាដាក់ខែអ្នកសុកស្រែដាក់ខែឲ្យខ្ញុំខែធំជួនកាលឈរពីក្រោយខែដូចវាបន្សំវាអត់ចិត្តប្រជាប្រដ្ឋបានអីចិត្តបើគ្នាអង្គុយមុខមិនបាន10នាក់ផងនោះចេញពីក្រោយមកអង្គុយខាងមុខនិយាយមកនិយាយតទល់គ្នាខ្ញុំថារឿងមនុស្សច្រើនមនុស្សតិចមកស្ដាប់អត់បញ្ហារឿងធំធ្វើម៉េចថតសលេងឲ្យបានយកទៅចាក់រថយន្តអញប្រាប់ហែងសលេងអញដូចគេទេទី1គឺជាសំឡេងនៃការផ្ដល់ឲ្យស្ដាប់ទឹកសំឡេងទៅចេញពីបេះដូងចង់ឲ្យគេយល់អញអត់មានមករកប្រយោជន៍ក្នុងរឿងអញនិយាយទេអត់មានរកប្រយោជន៍ឲ្យលះបង់ប្រយោជន៍អញទៀតមនុស្សស្ដាប់យូរដឹងអាសំឡេងនេះសំឡេងចង់ឲ្យគេយល់អញមិនសេរីធន់មកកថឹកនិយាយផ្អែមរលុយរឡានទេហើយមើលច្បាស់សំឡេងបែបហ្នឹងមិនងាយរកទេណាអ្វីបិទតែតគោះបោះបោកក្រួតក្រៀតប៉ិនមានភាសាផ្អែមល្ហែមឆ្ងាញ់ណាស់នៅក្នុងអាភាសាក្រួតក្រៀតជេរប្រមាថហ្នឹងមនុស្សស្ដាប់បេះដូងដឹងថាបេះដូងហ្នឹងជាបេះដូងខ្វាយខ្វល់អាហ្នឹងដូចទូកចឹងដាក់បដោយទឹកគឺមានន័យថាចេតនារបស់យើងអត់មានខ្វេត្រឡប់មកវិញទេដូចទូកដាក់បដោយទឹកចឹងទៅហ្មងចេតនាចាក់ទៅហ្មងខ្វល់ពីរឿងគេមិនយល់បងប្អូននេះមិនងាយមនុស្សធ្វើបានទេមិនងាយទេមនុស្សឲ្យតែចេញមកគឺវាវល់តាំងរឿងអញហ្នឹងហ្មងហើយសកម្មភាពនិងទឹកសម្លេងរបស់មនុស្សដែលធ្វើការដើម្បីអញស្ដាប់យូរទៅដឹងហ្មងអ្នកទេសនាធម៌សពថ្ងៃហ្នឹងថាទេសនារត់តឡានជិះទេច្រើនណាស់អញ្ចឹងអញជាអ្នកផ្សាយធម៌កន្ទឹមរំអីខ្ញុំអត់ទេបងប្អូនមកតំហឹងខួរក្បាលខ្ញុំអត់នៅខ្លួនខ្ញុំទេនៅនឹងរឿងគេចេះអត់អញបញ្យល់យល់អត់នៅអារម្មណ៍នៅក្នុងអារម្មណ៍ហ្នឹងបងប្អូនអ្នកពលត្រូវសក់ទឹកភ្នែកនេះនិយាយពីរឿងទឹកចិត្តទូកដាក់បដោយទឹកប៉ុន្តែទូកទៅទទេក៏មិនកើតដែរមានតែទឹកចិត្តទៅទទេទូកហ្នឹងក៏មិនកើតដែរមានមេរៀនទៅទៀតដាក់លើទូកជូនជំនួយឲ្យទៅក្រៅគេថាអូននិយាយគេមិនបានការខ្ញុំថាងាប់គោលធំ3រំបានទេតាក់ដងនឹងនយោបាយប្រជាធិបតេយ្យតាក់ដងនឹងជំនឿសាសនាមុននឹងអញយកមកនិយាយអញមើលយ៉ាងលម្អិតបើកយកតែខ្ទិះមេរៀនជីវិតជាបទពិសោធន៍បានពីជីវិតរបស់អញផងបានតាមរយៈនៃការពិចារណាផងព្រះពុទ្ធលោកប្រាប់ថាមកជាធម្មទានឈ្នះអស់ទានទាំងពួងអូខំវាសនាឡាយបានការអីខ្ញុំថាឯងនិយាយពីដំបូងអញប្រហែលនឹកឃើញតែឯងបែបមិនយល់បានឯងមើលងាយប្រមាថការកតិចភ្លើងទូចវាមិនឆេះផ្ទះឲ្យឆេះឥឡូវហ្នឹងអញកៃលោឯងមិនយល់បានឯងប្រមាថការដល់ពេលឥឡូវរឿងអីឯងមិនយល់កាលពីមុនអ្នកស្ដាប់ត្រឹម10អ្នក20អ្នកហ្នឹងងាប់ឥឡូវអញដេកនៅផ្ទះមនុស្សដើរបង្រីកំណត់សឹងប្រើពាក្យថាអញងាប់ទៅទៀតក៏ដោយសលេងរបស់អញនៅពេញប្រទេសហើយទៅបោចមកយកមកវិញហើយនិយាយគ្មានបានការអានេះហើយមិនភូតអញណាហើយភូតខ្លួនឯងហើយឃើញច្បាស់ណាស់ថាអញបានការតែហើយភូតខ្លួនឯងគួរអាសូប៉ុណ្ណាទៅមនុស្សយើងធម្មតាភូតគេអានេះឯងភូតខ្លួនឯងអញមើលទៅគួរឲ្យអាសូឯងណាស់ហើយដល់គ្មានបានការនិយាយបាច់តបែហើយភូតខ្លួនឯងជនបដិវត្តណាងាប់ហើយពាក្យសម្ដីរបស់ឯងប៉ុណ្ណឹងស្គាល់កលៅឯងច្បាស់ណាចិត្តនឹងណាងាប់10បានមកយូរក្នុង Facebook អីនេះតបែនេះអញថាងាប់មនុស្សចង់បានប្រយោជន៍ពីគេណាមនុស្សត្រូវធ្វើការងារច្រើនណាស់ដែលផ្ទុយពីចិត្តរបស់ខ្លួនឯងដូចយើងរកស៊ីចឹងតាមធម្មតាណាបងប្អូនយើងចង់ទៅលក់អាណាទិញក៏ទិញទៅអាណាមិនទិញក៏ហើយទៅយើងចង់ធ្វើចឹងប៉ុន្តែយើងចង់បានលុយគេប្រយោជន៍តខ្លួនអញ្ចឹងកន្លែងខ្លះវាត្រូវតែថ្នមត្រូវអីមិនក្បត់អារឿងខ្លួនឯងតាមពិតយើងមិនចង់ធ្វើអញ្ចឹងទេណាប៉ុន្តែលក់វាមិនដាច់ក្បត់រឿងខ្លួនឯងអ្នកបង្រៀនក៏ចឹងដែរបង្រៀនយកលុយតាមពិតវាចង់ធ្វើតាមតែចិត្តវាដែរប៉ុន្តែវាអត់ធ្វើតាមចិត្តវាទេណាហេតុអីពីព្រោះវាត្រូវការផ្គាប់ចិត្តអ្នកមករៀនអីចឹងទៅ
ខ្លាចគេមិនមករៀនខ្លាចគេមិនស្ដាប់ដូចពួកអ្នកទេសនាធម៌វាធ្វើផ្អែមហ្នឹងវាសំដែងតើនៅផ្ទះវាមិននិយាយចឹងទេណាវាផ្គប់ចិត្តគេដើម្បីឲ្យបានលុយអញមិនអញ្ចឹងទេអើយអញក្តៅអញដាក់កៅអីគួយកងតែខ្លាចជេរហ្មងជេរតាមចិត្តអញហើយចាំមើលធុងលុយឲ្យពេញទៀតលុយហ៎ហើយធ្វើការផ្ទុយនឹងចិត្តមិនបានលុយអញធ្វើការតាមចិត្តរបស់អញហ្មងអញនឹកឃើញចង់ជេរក្បាលជារបស់អញជេរហើយអញមើលលុយពេញធុងហើយឃើញអញលុយហ៎ឃើញអញលុយហ៎អាណាធ្វើបានដូចអញងាប់អញស្គាល់ខ្លួនអញច្បាស់ហ่าអញ្ចឹងមកឲ្យថាខំវាសនានិយាយបានការអីហើយកុហកខ្លួនឯងទេមិនកុហកអញណាហើយកុហកខ្លួនឯងទេងាប់អើយអញយល់ចិត្តសាស្ត្រច្បាស់ណាស់អពៅបើមិនអញ្ចឹងមិនអញកាន់កបុកចេញមកពីរដ្ឋសភាតែម្នាក់ឯងចោលកៅអីតំណាងរាស្ត្រណាអញប្រាប់មនុស្សមិនដែលបានអង្គុយកៅអីតំណាងរាស្ត្រញាប់ញ័រអញប្រាប់កំឡោះផងបានធ្វើតំណាងរាស្ត្រណាទៅណាគេហៅឯកឧត្តមទៅហឹងអើងអាប់ល្មមមកពុលបងប្អូនពុលតែយើងយល់ពីធម៌បងប្អូនរកពុលមិនឃើញទេបងប្អូននឹងពុលល្មិចសបាយណែអស់ពីក្នុងពោះហ៎បងប្អូនពេលព្រោះដឹងលទ្ធផលដូចយាយធំរបស់យើងនៅក្នុងវាំងសប្ថ្ងៃបងប្អូនគួយមើលកាលពីមុនណាជំនាន់បកូនណាលោកនៅបងប្អូនណាគាត់ចង់ចូលវាំងក៏ប៉ុន្តែម្ដាយក្មេករបស់គាត់ទៅមហាក្សត្រយ៉ានីគាត់អត់ឲ្យចូលទេបកូនណាយើងប្រពន្ធគាត់ច្រើនណាបងប្អូនប៉ុន្តែគាត់ស្រឡាញ់យាយគាត់ចង់យកចូលវាំងប៉ុន្តែមហាក្សត្រយ៉ានីគឺស្អប់អត់ឲ្យចូលទេចឹងតាធំយើងគាត់ប្រាប់អត់ធ្មត់ទៅអស់ពីម្ដាយទៅដឹងតែយកទៅធ្វើធំក្នុងវាំងហើយដល់ពេលអស់ពីម្ដាយទៅបងប្អូនតានប្រពន្ធច្រើនផងយកចូលក្នុងវាំងនិយាយពីអស់ចាហ្មងបើបៀគេថាផ្ទុះអូនិយាយពីសបាយណាស់បើខ្ញុំវិញរកសបាយមិនឃើញទេបងប្អូនហេតុអីបានសបាយមិនឃើញព្រោះនឹកឃើញថាដល់ឆ្នាំ2016អញមកទៅនៅលើមក្នុងវាំងពីអ្នកកូនអញហ្នឹងហើយមកតែរឿងហ្នឹងវាដល់ហើយដល់ពេលអញ្ចឹងអាពេលកំពុងតែផ្ទុះហ្នឹងអូសបាយមិនឃើញបងប្អូនបពុតលោកនឿយណាយនឹងជីវិតអញ្ចឹងណាបងប្អូនពីព្រោះចុងក្រោយរបស់ជីវិតវាគង់តែស្លាប់ដល់ពេលអញ្ចឹងសបាយវាអត់អស់ពីពោះហ៎បងប្អូនវាអត់មានស្អីដែលជ្រុលយើងសបាយយើងដឹងហើយប៉ុន្តែសបាយក្នុងក្របខ័ណ្ឌដូចថាមនុស្សអត់ងាប់អញ្ចឹងយើងសបាយអត់កើតអាខ្លះសបាយដូចអត់ងាប់ដូចថាចាស់ហើយនៅតែចង់បានលុយទៀតអានេះយកទៅណាដូចអត់ងាប់អាមិនសបាយដូចអត់ងាប់អាយើងមិនអញ្ចឹងយើងសបាយហើយយើងដឹងខ្លួនណាថ្ងៃក្រោយទៅមុខតែអញ្ចឹងឥឡូវបងប្អូនឃើញនៅមើលពីអ្នកក្នុងវាំងអាយយអាការជំនាន់ផ្ទុះនឹងទៅណាហើយហ៎វាគ្រាន់តែជាការចងចាំឃើញគេឃើញខ្លួនឯងដឹងថាជីវិតបែបហ្នឹងបងប្អូនដល់ពេលអញ្ចឹងបងប្អូនជាប់តំណាងរាស្ត្រមកធម្មតាដឹងពីគុណសម្បត្តិរបស់ខ្លួនដែលអ្នកដតីឥតមាននៅតែធម្មតាពីព្រោះយល់ថាជីវិតវាគ្មានអីអស្ចារ្យមានតែមโนសញ្ចេតនាមួយគត់ដែលទាញខ្ញុំមកស្រក់ទឹកភ្នែកបងប្អូនបែកបាក់មនុស្សជាទីស្រឡាញ់របស់ខ្លួនក្មួយបងប្អូនដែលធ្លាប់មានមโนសញ្ចេតនាបើវាឈឺខ្ញុំមានមโนសញ្ចេតនាដល់កម្រិតគេសួរថាបើលក់ផ្ទះលក់សបែងលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីដូរយកជីវិតប្អូនឬក្មួយត្រឡប់មកវិញណាកុំសំបីតែបានយូរបានតាមមួយខែលោកវាស្នាយព្រមទេខ្ញុំថារឿងទាំងអស់ខ្ញុំស្មានតែយកលុយទៅដោះស្រាយអត់បានបើយកលុយទៅដោះស្រាយបាននៅធូរទេអាធ្ងន់យកលុយទៅដោះស្រាយអត់ចេញទេនោះកុំសួរខ្ញុំងាប់ទ្រព្យសម្បត្តិរកតាមក្រោយទេខ្ញុំឲ្យតម្លៃទៅលើមនោសញ្ចេតនាណាស់បងប្អូនខ្ញុំឲ្យតម្លៃទៅលើមនោសញ្ចេតនាណាស់អញ្ចឹងបានខ្ញុំឃើញអ្នកខ្លះម៉ែឲ្យឈឺមិនហ៊ានមើលមិនហ៊ានអីស្ដាយលុយស្ដាយអីខ្ញុំថាអូយដឹងគេរស់មិនអត់រស់នៅជាមួយនឹងមនោសញ្ចេតនាខ្ញុំមានតែមនោសញ្ចេតនាមួយដែលធ្វើខ្ញុំញាប់ញ័របងប្អូនចិត្តខ្ញុំខុសគេអញ្ចឹងដល់ពេលខុសគេអញ្ចឹងបងប្អូនយកកបោកមករយចេញពីរដ្ឋសភាមកទៅផ្សារទិញក្បាលមីក្រូម៉ែអញឧបសគ្គម៉ែអឧបសគ្គបណ្ឌិតឃើញទុកមិនទាន់ដល់យោបល់គិតទុកពីចម្ងាយលុះដល់ទុកនោះមកដល់កាយមុខនៅប្រព្រាយអត់តក់ស្លុតកលែកឃើញរឿងហ្នឹងដឹងថាវាទៅចេះមនុស្សដែលខុសគេដើរអត់តក់ស្លុតទេបងប្អូនខុសគេតែខុសគេថាក្នុងភូមិក្នុងស្រុកតែយើងរស់ខុសគេថាហើយអានេះខុសមកប្រទេសណាដល់ពេលទៅជួបពិភពលោកមិនខុសក្នុងប្រទេសខុសមកពិភពលោកទៅប្រជុំច្រើនដងគេថាខ្ញុំខុសគេហ្មងតែនិយាយចេញមកគឺខុសគេហ្មងប្រជុំអន្តរជាតិណាបងប្អូនតែនិយាយចេញមកគឺខុសគេហ្មងពីព្រោះគេមកក្នុងគោលប្រទេសគេស្ពាយរឿងប្រទេសរបស់គេមកនិយាយមកក្នុងភាពអាត្មានិយមតែយើងទៅនិយាយយើងនិយាយពីរឿងសកលនិយាយពីរឿងយើងទាំងអស់គ្នាដល់ចឹងវាខុសគេតរហូតមនុស្សខុសគេណាបងប្អូនរួចដើរយ៉ាងរំភើយដោយសារលក្ខណៈ3យ៉ាងបានធ្វើឲ្យមនុស្សខុសគេនឹងដើរយ៉ាងរំភើយទី1ដឹងថាស្អីដែលគេកំពុងគិតនឹងខុសអាស្អីដែលយើងកំពុងគិតត្រូវប៉ុន្តែមានតែមួយចំណុចហ្នឹងអត់បានទៀតញាប់ញ័រមានមនុស្សច្រើនដឹងថាការពិតហ្នឹងវាល្មិចប៉ុន្តែនិយាយអត់កើតទេខ្លាចគេថា
សម្ពាធពីខាងក្រៅប្រពន្ធលោកថារងលោកកធរប៉ុន្តែមនុស្សដែលខុសគេឲ្យដើរប្រយអាលក្ខណៈទី1ត្រូវមានទី1ដឹងថាគេគិតនឹងខុសអញគិតត្រូវដល់ពេលទី2រស់នៅអត់ចង់ដូចគេទៀតអត់ចង់កូនជាហេងកបាក់បាក់ពើកអត់ចង់ដូចអាណាទេអាខុសគេហ្នឹងអញក៏ចង់ដូចហែងដែរអាវងតាម Facebook ហ្នឹងអាហ្នឹងសើកពឹងកាមឯងកុំយកមកបដូរអញអត់ចង់ដូចហែងទៅទៀតហែងឃើញអញលយអ្នកឯងអញ្ចឹងបានឃើញពួកវាជេរខ្ញុំថាអញដូចដើរលើមេឃហើយពួកហែងយកបោះវាយអញចិត្តងាប់ចិត្តរស់ឲ្យឡើងបែកញើសវាយមិនត្រូវទេបងប្អូនណាបើគេជេរគេបចោយើងរួចហើយយើងឈឺចាប់បងប្អូនអាហ្នឹងមនុស្សរងអត្តពលបងប្អូនខ្ញុំឃើញគេកាត់រូបខ្ញុំតខ្ញុំអីខ្ញុំថាអញមិនឈឺចាប់អីផងពួកអញឃើញតែហែងក្តៅកាហាយណាស់បានហែងកាត់បានរូបអញមួយមកហ្នឹងរួចក្តៅកាហាយហ្នឹងផងយករឿងក្តៅកាហាយមកឲ្យអញមហាតមគន្ធីក៏ថាវាមានអាណាធ្វើយើងក្តៅកាហាយបានបើយើងបើកបេះដូងផងហេតុអីបានយើងបើកបេះដូងយើងមើលឃើញតែវាមិនដល់យើងហើយឃើញតែវាក្តៅកាហាយណាស់អញ្ចឹងយើងអត់រវល់យើងមើលងាយវាទៀតណាមានន័យថាចិត្តរបស់យើងអត់ចង់ដូចគេមនុស្សយើងកើតមកអត់ចង់ដូចគេជាលក្ខណៈទី2របស់មនុស្សខុសគេយល់ខុសគេគិតខុសគេរួចហើយនៅនឹងបាននឹងអាកន្លែងខុសគេហ្នឹងទី1ដឹងថាគេគិតនឹងខុសអញគិតត្រូវទី2អត់ចង់ដូចគេដល់ទី3គិតពីឧបសគ្គថាបើអញខុសគេអញ្ចឹងគេអីខ្លះខ្ញុំថាគុកដូចអត់ទេបាញ់ងាប់ខ្ញុំថាបើបាញ់ងាប់ពងទៅងាប់បាត់ទៅដូចអីទេគ្រាន់តែចង់និយាយការពិតមួយដូចដល់ថ្នាក់នឹងប៉ិនឧទាហរណ៍បើដល់ថ្នាក់នឹងទេជីវិតកើតមកវាសម្រាប់តែធ្វើរឿងត្រឹមត្រូវដល់ពេលថារឿងត្រឹមត្រូវរួចហើយមិនហ៊ានធ្វើរស់ធ្វើអីដឹងសបាយអីដូចកដៅមួយធ្លាក់ចូលពាងអង្គរតណើបដេកស៊ីក្នុងពាងអង្គរតណើបហ្នឹងអាគេអត់អីស៊ីទាំងអស់ឯងដេកស៊ីក្នុងពាងអង្គរតណើបហ្នឹងស៊ីទៅទេដូចអត់បានការអីផងដូចចេញទៅក្រៅវិញណាអត់ខ្លះមានខ្លះដូចសបាយក្នុងជីវិតតែជួបរឿងគ្រោះថ្នាក់ខ្លះទៅភ័យខ្លះទៅរត់ខ្លះទៅអីខ្លះទៅដូចលយស្គាល់រសជាតិជីវិតអីចឹងណាគិតសពទៀតថាឧបសគ្គគិតណាប្រមាណឧបសគ្គតែមានរឿងអីខ្លះអូដល់ពេលឆ្នាំ2016ខែ9ហ្នឹងវាមានអាចចោលពីលមួយក្នុងសាសនាឈ្មោះអាខុនវាឡើងមកនិយាយយើងចេះតែហែងទប់បានណារំភើយទៀតគិតទៅណាដឹងថាឧបសគ្គអាចធ្វើនឹងស៊ីផុយដល់ពេលអញ្ចឹងបងប្អូនធ្វើឲ្យយើងនឹងបណ្ឌិតឃើញទុកមិនទាន់ដល់យោបល់គិតទុកពីចម្ងាយលុះដល់ទុកនោះមកដល់កាយមុខនៅប្រព្រឹត្តអត់តក់ស្លុតដោយអាចជ្រឹមដោយអីខ្ញុំថាសមរភូមិនេះផុយហេតុអីបងប្អូនសិតតែមកប្រឆាំងមួយការពិតក្នុងចិត្តរបស់យើងទី1គឺចិត្តរបស់យើងចង់ជួយប្រជាប្រដ្ឋពិតប្រកបមែនការពិតអត់ចង់បានអីទេហើយសពថ្ងៃហ្នឹងឈ្នះគេហ្នឹងមិនមែនតែសារខ្ញុំខ្លាំងណាតែសារខ្ញុំឈ្នះខ្លួនឯងតែគេចង់បំបែក LDP ខ្ញុំថាទៅបែកទៅហើយកាត់ LDP ហើយដូចហើយទៅកាត់ដើមចេកមកពោកអញ្ចឹងកាត់ដើមចេកមកពោកខំវាសនាឈឺដែរឈឺចុយម្លាយឈឺអូយកាត់មួយទៀតដល់កាត់ដើមចេកអញ្ចឹងសួរយើងឈឺមិនអូគេខំចេញទៅគេខំអូស LDP ថាអូសទៅ LDP ម៉ែអញហើយអូសតួអញអត់ការងារធ្វើឥឡូវនេះអញអត់រវល់ទេអញឈ្នះខ្លួនឯងអត់ចង់បានណាបងប្អូនទៅធ្វើមិនអាមនុស្សដែលឈ្នះខ្លួនឯងអត់ចង់បានអីបើគេនឹងបងប្អូនឲ្យធ្វើមិនឈឺធ្វើអត់ឈឺអូយហើយគេចង់ងាប់ចង់រស់ហើយមកអូស LDP បានមួយគេប៉ាវបាយស៊ីប៉ាវអីរំតែបានមួយទៅអញថាប្រពន្ធណាបើអញមានតម្លៃរបស់អញអូសប្រពន្ធបានហ្មងឲ្យអញតាមមើលប្រពន្ធអញឃើញលោកប្រុសមកញ៉ែមិនមែនស្ទីលអញទេវើយប្រពន្ធណាអញស្រឡាញ់ឲ្យដើរមកសារីបើរកអាណាល្អជាងអញបានអញ្ជើញអត់មានតម្លៃសម្រាប់អញហ្មងអត់មានទៀមទាឲ្យនាងចុះអេតាស៊ីវិលជាមួយអញកែងលោននាងទៅចោលអីអញមានតម្លៃសម្រាប់អូសទាញហ្មងអាណាមកអូសទាញប្រពន្ធអញអញ្ជើញពេលអូសបានស្មាតទោសអស់តម្លៃសម្រាប់បងហើយអូនអញ្ជើញដោយសេរី LDP ទៅគ្នាអញ្ជើញអូស LDP ណាហើយចេញពី LDP ខំប្រឹងតេលពូនអូសអានេះអូសអានោះប៉ាវបាយស៊ីខំវាសនាអត់មានរវល់អារឿងហ្នឹងទេអត់មានរឿងអីខំវាសនាទេបើឯងប្រមូលយកទៅអស់ទៀតអញចង់តសោចមកស្រុកខ្មែរមនុស្សឈួតអូសមនុស្សបានទៅអញ្ចឹងអញសោះមានការងារធ្វើហត់ខ្ជិលបងទៅឲ្យទៅដល់ពេលយើងប្រមាលពីឧបសគ្គដែលយើងត្រូវជួបប្រទះទៅឃើញថាស៊ីផុយឆឹងដោយអត់មានអីខ្លាចផងចំណុច3ដែលបុគ្គលខុសគេឲ្យឈរនឹងទី1ដឹងតែគេគិតនឹងខុសយើងគិតត្រូវទី2អត់ចង់ដូចគេដល់ពេលទី3ប្រមាលមើលឧបសគ្គដឹងតែស៊ីផុយប៉ុណ្ណឹងភ្លាមចេញមកភ្លាមហ្មងទៅដល់ភ្លាមណាអូអ្នកចូលរួមជាមួយបងប្អូនណាកំណត់គេរាក់គេឲ្យយោបល់ខ្ញុំច្រើនណាខ្ញុំចេះតែនឹកក្នុងចិត្តអង្គុយសើចថាម៉េចបងប្អូនខ្ញុំថាក្បាលអានេះសេចក្តីល្អរបស់អានេះភាពឆ្លាតរបស់អានេះបុកបញ្ចូលគ្នាមនុស្ស100នាក់មិនដល់អញផងអញ្ចឹងបានវាឲ្យយោបល់អញ្ចឹងចេញ
ចេញមកប៉ាត់គេនិយាយថាម៉េចលោកវាសនាកុំប៉ះពុទ្ធសាសនាសោះយើងអ្នកនយោបាយទី1មិនគួរនិយាយពីពុទ្ធសាសនាទេម្យ៉ាងទៀតរឿងសាសនានេះរឿងធំណាស់គ្មានអាណាប៉ះបានទេលោកវាសនាអាចមានគ្រោះថ្នាក់យោបល់គេអញ្ចឹងខ្ញុំថាឲ្យគិតមិនដល់អញទេហើយគិតមិនដល់អញទេខ្ញុំចេះសើចខ្ញុំថាអូសិតតែកំណត់រាក់ហើយគេថាខ្ញុំរឹងណាស់អត់ស្ដាប់យោបល់គេអ្នកដឹកនាំត្រូវចេះស្ដាប់យោបល់គេខ្ញុំថាអានឹងមេរៀនអញបង្រៀនកូនក្មេងថ្នាក់ទី1អាធ្វើជាអ្នកដឹកនាំត្រូវចេះស្ដាប់គេមនុស្សត្រូវចេះស្ដាប់យោបល់គេហ្នឹងអានឹងជាមេរៀនថ្នាក់ទី1របស់អញបង្រៀនគេអញមិនភ្លឺទេអាភ្លឺប៉ុន្តែយោបល់គេឲ្យមកហ្នឹងវាមិនដល់អញគិតរួចហើយវាមិនដល់អញអាខ្លះគេដេកគិតយោបល់អីបានមួយមកគេមកណាត់ខ្ញុំមកគេសប្បាយចិត្តណាស់អូទៅណាត់បងវាសនាទៅនិយាយបន្តិចអញនឹកឃើញយោបល់ថ្មីអាកំណត់នឹងឯងគិតទៅគិតមកប្រហែល2លានដងហ្នឹងដល់ពេលនិយាយមកស្រោចស្ងៀមធៀមបងខ្ញុំនឹកឃើញកំណត់ថ្មីហ៎បងអញថាមកស្ដាប់មើលនេះយើងធ្វើចេះយើងធ្វើចេះអីទៅអញថាអញនឹងនិយាយថាម៉េចអត់មានរំលងទេអាអូនល្អិតផន់ជាជនបដិវត្តណាបងប្អូនហ៊ានកាន់ទងជ័យដើមមុខគេបើមិនច្បាស់ទេមិនអាចធ្វើបដិវត្តបានទេបងប្អូនបដិវត្តណាផ្លាស់ប្ដូរណាបងប្អូនមិនមែនទៅតែងឹតងល់ទេណាច្បាស់ណាស់បងប្អូនច្បាស់ណាស់ហើយអាកំណត់បហើយហ្នឹងសិតតែកំណត់អញគិតរួចហើយបើមើលទៅថាមនុស្សហ្នឹងអាចនិយាយបានបញ្យល់ទៅវិញថាអូនអាកំណត់បែបហ្នឹងអត់កន្លងពីខួរក្បាលរបស់បងទេបងគិតឲ្យអូនប្រហោងទៅទេណោះបើមើលទៅឃើញថាអាចនិយាយបានបើមើលទៅឃើញថាមនុស្សហ្នឹងអំនួតពេកខ្ញុំសើចរហូតបាទក្នុងចិត្តរបស់ខ្ញុំក្តាប់អាចស្ដាប់អាចមិនស្ដាប់ទេប៉ុន្តែនៅក្នុងចិត្តថាមនុស្សហ្នឹងវានិយាយអត់បានខួរក្បាលប្រហែលហើយអត់ប្រយ័ត្នទេហើយអត់ប្រយ័ត្នថាតិចអញគិតមិនដល់បងវាសនាទេយ៉ាងអត់មានប្រយ័ត្នទេងាប់ហើយក៏ល្ងងមែនមនុស្សប្រហែលអញហើយត្រូវប្រយ័ត្នបន្តិចណានិយាយជាង 4000 ម៉ោងអាពៅអញប្រាប់ពាក្យមួយម៉ាត់ណាក៏អញទទួលខុសត្រូវដែរហើយយកមកកុំនិយាយពីរឿងហេតុការហេតុការអាចខុសបន្តិចតួចណាតែជាទស្សនៈហើយយកមកទស្សនៈតែអញយល់ឃើញចេញងាប់ទស្សនៈអូខេតែមកហើយយកមកមួយណាក៏ដោយអញវិញញែកបានទាំងអស់មកដល់ពេលឥឡូវអត់ទាន់ឃើញច្រឡំទេរកអត់ទាន់ឃើញល្អិតដល់ម្លឹងហើយភ្លើញ៉ៃចាស់ងាប់ហើយមើលអត់ស្គាល់គ្នាចាស់ហ្នឹងហើយល្ងង10គត់ទៅអញ្ចឹងបានខ្ញុំឃើញក្នុង Facebook ឯអាពួកខមមិនអីទៅអើយម៉ែអាណាក៏កើតកូនមកដូចកពឹសកាមអញ្ចឹងណាម៉ែអញងាប់ហ่าបើអញជាម៉ែជាឪកើតកូនមកអញ្ចឹងអញអង្គុយសំណោះឈាមអញមិនអត់ឈាមអញតែអញ្ចឹងណាព្រោះថ្ងៃវាថាខ្ញុំអត់បានការចេះអត់បានការចុះខ្ញុំតែឯងមិនភូតអញទេណាហើយភូតខ្លួនឯងទេមនុស្សចង់បានប្រយោជន៍ពីគេណាសិតតែធ្វើការងារផ្ទុយនឹងចិត្តខ្លួនឯងយកចិត្តគេដើម្បីបានប្រយោជន៍អញកងតាក់ខ្លាជេរតាមចិត្តអញងាប់ហើយបាក់ទឹកបាក់ដីស្ដាប់ប៉ុណ្ណឹងហើយអត់ដឹងថាអញខ្លាំងទេហើយអត់ស្គាល់សត្រូវអត់ស្គាល់មិត្តអត់ស្គាល់សត្រូវអញ្ចឹងបានហើយធ្វើ